សួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះយើងចេញមកឡងទៀតហើយថ្ងៃនេះគឺជារឿងរបស់បងប្រុសម្នាក់ដែលគាត់បានចូលទៅក្នុងព្រៃនៅភូមិភាគឦសាននៃប្រទេសកម្ពុជាមានព្រៃជ្រៅមួយដែលគេបានស្គាល់ថាជាព្រៃឥតកំបាំងព្រៃនេះមិនត្រឹមតែល្បីល្បាញដោយសារភាពស្រស់ស្អាតនៃធម្មជាតិប៉ុណ្ណោះទេប៉ុន្តែក៏ដោយសាររឿងព្រេងនិទានដ៏គួរឲ្យព្រឺព្រួចអំពីព្រាយនិងការបាត់ខ្លួនរបស់មនុស្សជាច្រើនផងដែរអ្នកភូមិនៅជុំវិញព្រៃតែងតែប្រមានអ្នកធ្វើដំណើរមិនឲ្យចូលទៅក្នុងព្រៃនេះជាពិសេសនៅពេលយប់ទោះបីជាមានការប្រមានយ៉ាងណាក៏ដោយក៏មានក្រុមអ្នកស្រាវជ្រាវវ័យក្មេង4នាក់បានសម្រេចចិត្តបោះជំហានចូលទៅក្នុងព្រៃនៃដីឥតកំបាំងនេះពួកគេមានគោលបំណងពីរយ៉ាងគឺទី1គឺដើម្បីស្វែងរកប្រភេទរុក្ខជាតិកម្រមួយប្រភេទដែលត្រូវបានគេជឿថាមានតែនៅក្នុងព្រៃនេះតែប៉ុណ្ណោះទី2និងសំខាន់បំផុតគឺដើម្បីស្វែងរកបងប្រុសរបស់អាលីដែលបានបាត់ខ្លួននៅក្នុងព្រៃនេះកាលពី1ឆ្នាំមុនខណៈពេលដែលគាត់កំពុងធ្វើបេសកកម្មស្រាវជ្រាវដូចគ្នាអាលីគឺជានិស្សិតផ្នែកស្រាវជ្រាវជីវវិទ្យានាងមានភាពក្លាហានវៃឆ្លាតនិងមានការបដិញ្ញាចិត្តខ្ពស់ក្នុងការស្វែងរកបងប្រុសរបស់នាងការបាត់ខ្លួនរបស់បងប្រុសនាងបានបន្សល់ទុកនូវការជឿចាប់និងសំណួរជាច្រើននៅក្នុងចិត្តរបស់នាងជឿជាក់ថាបងប្រុសរបស់នាងនៅមានជីវិតហើយកំពុងរងចាំនាងទៅជួយចំណែកចនគឺជាអ្នកខាងភូមិសាស្ត្រនិងជាអ្នករុករកផ្លូវគាត់មានបទពិសោធន៍ច្រើននៅក្នុងការដើរព្រៃនិងមានចំណេះដឹងទូលំទូលាយអំពីផែនទីនិងត្រីវិស័យគាត់ជាអ្នកដឹកនាំក្រុមនិងជាអ្នកធានាសុវត្ថិភាពរបស់ពួកគេចំណែកអេលីណាគឺជាអ្នកជំនាញខាងរុក្ខសាស្ត្រនាងមានចំណេះដឹងជ្រៅជ្រះអំពីប្រភេទរុក្ខជាតិកម្រនិងមានសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណរុក្ខជាតិផ្សេងៗនាងគឺជាអ្នកទទួលខុសត្រូវក្នុងការស្វែងរកប្រភេទរុក្ខជាតិដែលពួកគេកំពុងស្វែងរកចំពោះសូវ៉ាន់គឺជាអ្នកជំនាញខាងបច្ចេកវិទ្យានិងជាអ្នកថតឯកសារគាត់មានឧបករណ៍ទំនើបៗជាច្រើនរួមមានកាមេរ៉ារូបថតកាមេរ៉ាវីដេអូឧបករណ៍ថតសំឡេងនិងដ្រូនគាត់គឺជាអ្នកកត់ត្រាបេសកកម្មនិងព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងព្រៃក្រុមទាំង4នាក់បានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងសម្ភារៈចាំបាច់ទាំងអស់រួមមានអាហារទឹកថ្នាំពេទ្យឧបករណ៍បោះជំរំនិងអាវុធការពារខ្លួនមួយចំនួនពួកគេចាប់ផ្ដើមដំណើររបស់ពួកគេនៅពេលព្រឹកព្រលឹមដោយមានក្តីសង្ឃឹមនិងការភ័យខ្លាចលាយឡំគ្នានៅពេលដែលពួកគេបោះជំហានចូលទៅក្នុងព្រៃភាពស្ងាត់ជ្រងំបានគ្របដណ្ដប់លើបរិយាកាសដើមឈើធំៗខ្ពស់ៗបានបាំងពន្លឺព្រះអាទិត្យបង្កើតបានជាមលុបងងឹតនិងសំឡេងសត្វល្អិតនិងសត្វបក្សីដូចជាស្ងាត់ឈឹងអាចដូចជាមានអ្វីកំពុងសម្លឹងមើលពួកគេពីគ្រប់ទិសទីខ្យល់ត្រជាក់បានបក់បោកមកប៉ះផ្ទៃមុខរបស់ពួកគេបង្កើតបានជាអារម្មណ៍ត្រជាក់ស្រួលស្រាញអាលីមានអារម្មណ៍ថាមានអ្វីមួយកំពុងរងចាំពួកគេនៅក្នុងព្រៃនេះនាងមានអារម្មណ៍ថាបងប្រុសរបស់នាងនៅជិតនាងប៉ុន្តែក៏មានអារម្មណ៍ថាមានគ្រោះថ្នាក់ដ៏ធំមួយកំពុងលាក់ខ្លួនផងដែរចនបានរក្សាភាពស្ងប់ស្ងាត់ប៉ុន្តែគាត់ក៏មិនអាចបដិសេធបានដែរថាមានអារម្មណ៍មិនស្រួលមួយកំពុងរត់ពេញខ្លួនប្រាណរបស់គាត់លីណាបានពិនិត្យមើលរុក្ខជាតិជុំវិញខ្លួនដោយយកចិត្តទុកដាក់ខណៈដែលសូវ៉ាន់បានចាប់ផ្ដើមថតវីដេអូអំពីទេសភាពព្រៃពួកគេបានបន្តដំណើរទៅមុខទៀតដោយដើរតាមផ្លូវតូចមួយដែលត្រូវបានបង្កើតឡើងដោយអ្នកភូមិផ្លូវនោះកាន់តែតូចចង្អៀតនិងកាន់តែពិបាកដើរដើមឈើកាន់តែក្រាស់ក្រាស់ហើយពន្លឺព្រះអាទិត្យកាន់តែតិចទៅពួកគេបានដឹងថាពួកគេកំពុងចូលទៅកាន់ព្រៃជ្រៅទៅក្នុងព្រៃឥតកំបាំងនេះបន្ទាប់ពីដើរអស់ជាច្រើនម៉ោងក្រុមអ្នកស្រាវជ្រាវបានសម្រេចចិត្តបោះជំរំនៅកន្លែងមួយហាក់ដូចជាមានសុវត្ថិភាពវាគឺជាទីវាលតូចមួយដែលហ៊ុំព័ទ្ធដោយដើមឈើធំៗប៉ុន្តែមានពន្លឺព្រះអាទិត្យអាចចាំងចូលបានខ្លះចនបានរៀបចំតង់ខណៈដែលលីណាបានប្រមូលអស់សម្រាប់ដុតភ្លើងតវ៉ាន់បានដំឡើងកាមេរ៉ាសុវត្ថិភាពជុំវិញជំរំហើយអាលីបានរៀបចំអាហារខណៈពេលដែលអាលីកំពុងរៀបចំអាហារនាងបានឃើញអ្វីមួយភ្លឺចាំងនៅក្រោមគុម្ពព្រៃនៅក្បែរនោះនាងបានដើរទៅមើលហើយបានរកឃើញកាបូបស្ពាយចាស់មួយបេះដូងរបស់នាងបានលោតញាប់
នាងស្គាល់កាបូបនោះយ៉ាងច្បាស់ថាគឺជាកាបូបស្ពីរបស់បងប្រុសនាងបានហៅមិត្តភក្តិរបស់នាងហើយពួកគេបានពិនិត្យមើលកាបូបនោះនៅក្នុងនោះពួកគេបានរកឃើញរូបថតគ្រួសារមួយសន្លឹកកំណត់ហេតុខ្លីៗមួយក្បាលនិងផែនទីចាស់មួយអាលីសបានបើកកំណត់ហេតុនោះវាត្រូវបានសរសេរដោយដៃរបស់បងប្រុសនាងកំណត់ហេតុនោះបានរៀបរាប់ពីការស្រាវជ្រាវរបស់គាត់អំពីរុក្ខជាតិកម្រមួយប្រភេទនិងការរកឃើញភូមិចាស់មួយដែលបោះបង់ចោលនៅក្នុងព្រៃនៅពេលយប់បានឈានចូលមកដល់ពួកគេបានអង្គុយជុំគ្នានៅមុខភ្លើងខ្យល់ត្រជាក់បានបក់បោកមកប៉ះផ្ទៃមុខរបស់ពួកគេភ្លាមៗនោះពួកគេបានឮសំឡេងខ្សឹបខ្សៀវដ៏ស្រាលមួយសំឡេងនោះហាក់ដូចជាមកពីជុំវិញជំរំចនបានចាប់កំភ្លើងរបស់គាត់ហើយបានដើរទៅមើលជុំវិញតើអ្នកទាំងអស់គ្នាឮទេគាត់បានសួរទីណាបានងក់ក្បាលវាហាក់បីដូចជាសំឡេងមនុស្សនិយាយប្រវត្តិបានពិនិត្យមើលកាមេរ៉ារបស់គាត់ប៉ុន្តែមិនឃើញមានអ្វីសោះអាលីមានអារម្មណ៍ភ័យខ្លាចប៉ុន្តែក៏មានការចង់ដឹងចង់ឃើញផងដែរនាងមានអារម្មណ៍ថាបងប្រុសរបស់នាងនៅជិតនាងនៅពេលដែលពួកគេកំពុងនិយាយគ្នាសំឡេងខ្សឹបខ្សៀវបានកាន់តែឮច្បាស់ពួកគេបានឮសំឡេងជើងដើរជុំវិញជំរំសត្វបក្សីដែលធ្លាប់តែច្រៀងបំពេនៅពេលថ្ងៃឥឡូវនេះបានស្ងាត់ឈឹងសត្វល្អិតក៏បានស្ងាត់ឈឹងផងដែរបរិយាកាសទាំងមូលបានคล้ายទៅជាស្ងាត់ស្ងំគួរឲ្យភ័យខ្លាចភ្លាមនោះមេឃឈើធំមួយបានបាក់ធ្លាក់ចុះមកកន្លែងជំរំរបស់ពួកគេពេលនោះបងប្អូនគឺពួកគាត់លោតចេញពីកន្លែងរបស់ពួកគាត់ហ្នឹងដោយភ័យខ្លាចបំផុតចនបានចាប់ផ្ដើមរកពិលរបស់គាត់ហ្នឹងហើយបានចេះទៅលើមេឃឈើនោះវាមិនមែនជាមេឃឈើធម្មតាទេវាហាក់ដូចជាត្រូវបានគេកាត់ដោយមនុស្សហើយលីបានចាប់ផ្ដើមចាប់កំណត់ហេតុរបស់បងប្រុសរបស់នាងហើយបានអានវានៅក្នុងកំណត់ហេតុហ្នឹងបងប្រុសរបស់នាងបានរៀបរាប់អំពីព្រឹត្តិការណ៍ចម្លែកដែលគាត់បានជួបប្រទះនៅក្នុងព្រៃហ្នឹងគាត់បាននិយាយថាគាត់តែងតែឮសំឡេងខ្សឹបខ្សៀវនិងឃើញស្រមោលខ្មៅហើយគាត់ជឿថាមានអ្វីមួយកំពុងលាក់ខ្លួននៅក្នុងព្រៃហ្នឹងពួកគេបានដឹងថាពួកគេមិននៅតែម្នាក់ឯងទេនៅក្នុងព្រៃហ្នឹងគឺមានអ្វីមួយកំពុងសម្លឹងមើលពួកគេពេលហ្នឹងគឺពួកគាត់មានភាពភ័យខ្លាចខ្លាំងមែនទែនព្រោះអ្វីគ្រប់យ៉ាងបានគ្រប់ដណ្ដប់មកពួកគាត់ទៅហើយចនបានព្យាយាមរក្សាភាពស្ងប់ស្ងាត់ប៉ុន្តែដៃរបស់គាត់បានញ័រអស់ហើយសំណេរលីណាវិញគាត់មានអារម្មណ៍ថាណែនទ្រង់សវណ្ណបានចាប់ផ្ដើមថតវីដេអូដោយសង្ឃឹមថានឹងចាប់បានអ្វីមួយពួកគាត់បានសម្រេចចិត្តថានឹងបន្តដំណើរទៅមុខទៀតនៅពេលព្រឹកចឹងហើយពួកគាត់ត្រូវស្វែងរកផ្ទះចាស់ដែលបងប្រុសអាលីសបានរៀបរាប់នៅក្នុងកំណត់ហេតុរបស់គាត់ហ្នឹងថាពួកគាត់ជឿថាភូមិនោះអាចជាកូនសោដើម្បីស្រែបំភ្លឺនៅអាថ៌កំបាំងទាំងអស់ហ្នឹងនៅពេលព្រឹកព្រលឹមហ្នឹងពួកគាត់បានធ្វើដំណើរទៅតាមផែនទីចាស់របស់បងប្រុសលីសដែលបានកត់ត្រានៅក្នុងកាបូបរបស់បងប្រុសរបស់គាត់ហ្នឹងហើយផែនទីនោះបានបង្ហាញផ្លូវទៅកាន់ភូមិមួយដែលលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងព្រៃហ្នឹងផ្លូវកាន់តែពិបាកដើរព្រៃកាន់តែក្រាស់ហើយសំឡេងសត្វព្រៃក៏កាន់តែចម្លែកពេលដែលយើងចូលទៅកាន់ព្រៃជ្រៅទៅបន្ទាប់ពីដើរអស់រយៈពេលជាច្រើនម៉ោងពួកគាត់បានទៅដល់ទីវាលមួយនៅទីហ្នឹងពួកគេបានឃើញភូមិចាស់មួយមែនដែលបោះបង់ចោលយ៉ាងអាថ៌កំបាំងផ្ទះឈើចាស់មែនទែនឡើងទ្រុឌទ្រោមហើយគ្របដណ្ដប់ដោយវល្លិនិងស្លឹកឈើបាទគឺនិយាយទៅគឺស្លឹកឈើអីហើរធ្លាក់លើពេញហើយអ្វីទាំងអស់នៅក្នុងភូមិហ្នឹងហាក់ដូចជាត្រូវបានកកស្ទះពេលហ្នឹងពួកគាត់បាននិយាយថាភាពស្ងាត់ស្ងប់បានគ្របដណ្ដប់នៅលើភូមិនឹងទាំងមូលវាបែបដូចជាគ្មានជីវិតហើយពួកគាត់បានដើរយឺតចូលទៅក្នុងភូមិហ្នឹងសវណ្ណបានចាប់ផ្ដើមយកកាមេរ៉ារបស់គាត់ហ្នឹងដើម្បីថតវីដេអូដើម្បីថតសកម្មភាពដែលគាត់ដើរចូលហ្នឹងបាទហើយគាត់បានថតរូបពី3សន្លឹកអញ្ចឹងទៅហើយលីណាបានពិនិត្យមើលរុក្ខជាតិជុំវិញខ្លួនរបស់នាងហ្នឹងរកឃើញប្រភេទរុក្ខជាតិកម្រដែលពួកគេកំពុងស្វែងរកហ្នឹងប៉ុន្តែវាដុះនៅជុំវិញផ្ទះ
ដែលបោះបង់ចោលហ្នឹងអាលីបានដើរចូលទៅក្នុងផ្ទះមួយវាហាក់បីដូចជាវាធំជាងគេបានថាផ្ទះមួយហ្នឹងវាហាក់បីដូចជាធំជាងគេហើយនៅខាងក្នុងនាងបានរកឃើញវត្ថុបុរាណចម្លែកជាច្រើនរួមមានរូបចម្លាក់ឈើបាទហើយបដាដែលមានអក្សរបុរាណនិងឆ្អឹងសត្វមួយចំនួនដែរហើយនៅលើតុឈើចាស់ហ្នឹងនាងបានរកឃើញកំណត់ហេតុចាស់មួយក្បាលទៀតដែលរុំដោយស្បែកសត្វពេលហ្នឹងពួកគាត់គឺរំភើបរីករាយមែនទែនលេនាំនឹងភាពភ័យខ្លាចដោយបានឃើញកំណត់ហេតុហ្នឹងហើយលីបានបើកកំណត់ហេតុហ្នឹងមើលវាត្រូវបានសរសេរដោយដៃយ៉ាងស្អាតប៉ុន្តែអក្សរវាត្រូវបានរលត់ទៅតាមពេលវេលាដោយសារវាយូរពេកអញ្ចឹងណាហើយកំណត់ហេតុហ្នឹងគឺបានរៀបរាប់ពីប្រវត្តិភូមិហ្នឹងវាគឺជាភូមិមួយដែលធ្លាប់មានភាពរុងរឿងប៉ុន្តែត្រូវបានបំផ្លាញដោយគូរាំងស្ងួតអញ្ចឹងណានឹងជំងឺចម្លែកហើយអ្នកភូមិបានព្យាយាមរកវិធីដែរដើម្បីសុំសេចក្តីសុខពីព្រះហើយពួកគេបានសម្រេចចិត្តធ្វើពិធីបូជាគឺបូជាមនុស្សទៅឲ្យព្រៃនៅក្នុងព្រៃហ្នឹងដើម្បីសុំទឹកភ្លៀងនិងការប្រមូលផលហើយកំណត់ហេតុហ្នឹងបានរៀបរាប់យ៉ាងលម្អិតពីពិធីបូជាហ្នឹងទៀតពួកគេបានជ្រើសរើសក្មេងស្រីតូចម្នាក់ក្មេងស្រីហ្នឹងគឺឈ្មោះកែវដែលជាក្មេងស្រីដែលស្អាតនិងស្លូតត្រង់ហើយនាងត្រូវបានគេនាំទៅកាន់ទីសក្ការៈបូជាមួយនៅក្នុងព្រៃហ្នឹងហើយត្រូវបានគេបូជាទៅឲ្យព្រាយបាទបន្ទាប់ពីពិធីបូជាភ្លៀងក៏បានធ្លាក់ចុះមកពេលដែលមានភ្លៀងអីធ្លាក់មកអញ្ចឹងគឺអ្នកភូមិក៏បានធ្វើការដាំដុះនៃប្រមូលផលបាទក៏បានល្អប្រសើរប៉ុន្តែអ្នកភូមិនៅនឹងក៏ត្រូវបានបោះបង់ចោលយ៉ាងអាថ៌កំបាំងបន្ទាប់ពីហ្នឹងទៅនៅពេលដែលលីកំពុងអានកំណត់ហេតុហ្នឹងសីតុណ្ហភាពនៅក្នុងផ្ទះហ្នឹងបានធ្លាក់ចុះយ៉ាងគំហុកបានថាពន្លឺពិលរបស់ពួកគេបានចាប់ផ្ដើមព្រិលហើយសំឡេងខ្សឹបខ្សៀវមិនលឺឡើងកាន់តែខ្លាំងនៅក្នុងភូមិហ្នឹងអញ្ចឹងណាហើយស្រមោលខ្មៅបានលេចឡើងម្ដងបាត់នៅជុំវិញពួកគាត់អញ្ចឹងណាហើយសំឡេងយំសោកនិងសំឡេងសើចដ៏ព្រឺក្បាលបាទគឺមិនលឺឡើងពីគ្រប់ទិសទីពេលហ្នឹងគឺពួកគាត់គឺខ្លាចខ្លាំងមែនទែនហើយពួកគាត់គឺព្យាយាមយកកាមេរ៉ាមកថតវីដេអូដើម្បីទុកអញ្ចឹងណាហើយពួកគាត់ដឹងថាពួកគាត់កំពុងតែដាស់អ្វីមួយឲ្យឡើងមកវិញបានថាដាស់កំហឹងរបស់ព្រាយនឹងឡើងមកវិញអញ្ចឹងណានិយាយទៅព្រាយហ្នឹងគឺហាក់បីដូចជាមិនចង់ឲ្យអាថ៌កំបាំងរបស់វានឹងត្រូវបានលាតត្រដាងបានថាវាធ្វើគ្រប់វិធីដើម្បីបំលាចពួកគាត់អញ្ចឹងណាពួកគាត់ថាពេលហ្នឹងគឺមានសំឡេងក្រហមមួយបានលើឡើងហើយវត្ថុជាច្រើនដែលនៅទីនោះគឺវាចាប់ផ្ដើមមានចលនាធ្លាក់បោកពេញភូមិនឹងតែម្ដងហើយពួកគាត់ដឹងថាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ធំមួយហើយព្រៃហ្នឹងបានចាប់ផ្ដើមវាយប្រហារពួកគាត់យ៉ាងខ្លាំងហើយសំឡេងក្រហមរបស់ព្រៃហ្នឹងគឺបានបោកវត្ថុទាំងអស់ជាច្រើននាទីហើយពួកគាត់បានលាក់ខ្លួននៅក្នុងភូមិហ្នឹងដោយបេះដូងញាប់ញ័រមែនទែនគឺខ្លាចបងប្អូននៅពេលដែលសំឡេងហ្នឹងបានស្ងប់ស្ងាត់ទៅចនបានសម្រេចចិត្តទៅមើលអាលីហើយនឹងលីណានិងសវណ្ណបានព្យាយាមខត់គាត់ប៉ុន្តែចនបានទទូចគាត់មានអារម្មណ៍ថាគាត់ត្រូវតែការពារក្រុមរបស់គាត់មិនន័យថាចនហ្នឹងគឺគាត់ក្លាហានជាងគេអញ្ចឹងណាដល់ពេលដែលពួកគាត់ចេញពីផ្ទះហ្នឹងពួកគាត់បានឃើញភូមិទាំងមូលហ្នឹងស្ថិតនៅក្នុងភាពរញ៉េរញ៉ៃហើយផ្ទះជាច្រើនបានបាក់បែកដើមឈើជាច្រើនបានធ្លាក់មកបាក់ពេញហ្នឹងទៅអស់ហើយវាមានរូបរាងដូចជាមនុស្សស្រីម្នាក់ដែលសក់វែងរញ៉េរញ៉ៃហើយភ្នែករបស់នាងហ្នឹងបានបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅហើយវាគឺជាព្រាយបាទគឺក្មេងស្រីហ្នឹងព្រាយហ្នឹងបានសម្លឹងមើលមកពួកគេនៅទឹកមុខខឹងសម្បានិងស្អប់ខ្ពើមយ៉ាងខ្លាំងនាងបានបញ្ចេញសំឡេងស្រែកយំក៏ស្រែកយំដល់ព្រឹកក្បាលដែលធ្វើឲ្យរាងកាយរបស់ពួកគេហ្នឹងញ័រទៅត្រើតតែម្ដងពេលណាលីដឹងថាវិញ្ញាណរបស់កែវដែលគេយកទៅបូជាហ្នឹងដែលអ្នកភូមិយកទៅបូជាហ្នឹងហើយភ្លាមហ្នឹងគឺព្រាយបានចាប់ផ្ដើមវាប្រហារពួកគេម្ដងទៀតនាងបានហោះមករកពួកគេយ៉ាងលឿន
ចនបានបាញ់កំភ្លើងរបស់គាត់ហ្នឹងប៉ុន្តែកំភ្លើងបានឆ្លងកាត់រាងកាយរបស់ព្រាយហ្នឹងបាទតែវាបីដូចជាគ្មានអ្វីកើតឡើងចំពោះព្រាយហ្នឹងទេហើយព្រាយហ្នឹងបានចាប់សុវណ្ណហើយបានលើកគាត់ឡើងទៅលើអាកាសសុវណ្ណបានស្រែកយំយ៉ាងខ្លាំងព្រោះគាត់ខ្លាចហើយបានព្យាយាមរើបំរាស់ប៉ុន្តែគាត់មិនអាចធ្វើអ្វីបានទេព្រាយបានអូសគាត់ចូលទៅក្នុងព្រាយបាទព្រាយគឺអូសគាត់ចូលទៅក្នុងព្រៃងងឹតទៅបន្ទាប់ពីបាត់បង់មិត្តភក្តិម្នាក់ដែលឈ្មោះសុវណ្ណហ្នឹងភាពភ័យខ្លាចបានគ្របដណ្ដប់លើអាលីសចននិងលីណាប៉ុន្តែការភ័យខ្លាចហ្នឹងมันបានធ្វើឲ្យពួកគាត់បោះបង់ចោលនោះទេផ្ទុយទៅវិញវាបានជំរុញឲ្យពួកគាត់កាន់តែមានភាពបញ្ញាចិត្តក្នុងការស្វែងរកការពិតនិងជួយសង្គ្រោះមិត្តរបស់គាត់អាលីសបានសម្រេចចិត្តថានាងនឹងត្រូវតែជួយសុវណ្ណនិងស្វែងរកការពិតនៅពីក្រោយបាទស្វែងរកការពិតនៅពីក្រោយព្រៃនឹងចននិងលីណាបានយល់ព្រមជួយនាងពួកគេបានត្រឡប់ទៅផ្ទះចាស់ដែលអាលីសបានរកឃើញកំណត់ហេតុនោះពួកគេបានអានកំណត់ហេតុនោះម្ដងទៀតដោយយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតតូចៗនៅក្នុងកំណត់ហេតុនោះពួកគេបានរកឃើញព័ត៌មានលម្អិតអំពីការបូជានិងទីតាំងនៃទីសក្ការៈបូជាចាស់មួយដែលលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងព្រៃហ្នឹងកំណត់ហេតុហ្នឹងគឺបានរៀបរាប់ថាទីសក្ការៈបូជានោះត្រូវបានសាងសង់ឡើងនៅក្បែរដើមឈើធំមួយដែលមានរូបរាងចម្លែកពួកគាត់បានដឹងថាព្រៃនៅក្នុងព្រៃហ្នឹងគឺជាវិញ្ញាណរបស់ក្មេងស្រីដែលឈ្មោះកែវហ្នឹងដែលត្រូវបានគេបូជាដោយអ្នកភូមិដើម្បីសុំសេចក្តីសុខហ្នឹងនាងបានស្លាប់ដោយសារការជឿចាប់និងការស្អប់វិញ្ញាណរបស់នាងបានវិលវល់នៅក្នុងព្រៃហ្នឹងបានអស់ជាច្រើនទសវត្សរ៍ហើយដោយសារតែអយុត្តិធម៌និងលីណាបានបើកផែនទីចាស់ដែលបាននៅក្នុងកាបូបស្ពេរបស់បងប្រុសរបស់អាលីហ្នឹងនាងបានពិនិត្យមើលផែនទីហ្នឹងដោយយកចិត្តទុកដាក់នាងបាននិយាយថាមានសញ្ញាសម្គាល់ចម្លែកមួយនៅទីហ្នឹងដែលហាក់ដូចជាបង្ហាញពីទីតាំងសក្ការៈបូជានឹងឯងហើយពួកគេបានរៀបចំផែនទីដើម្បីទៅកាន់ទីសក្ការៈបូជាហ្នឹងពួកគេបានដឹងថាវានឹងក្លាយជាដំណើរដ៏គ្រោះថ្នាក់មួយប៉ុន្តែពួកគេគ្មានជំរើសទេគឺអត់មានជំរើសផ្សេងពីហ្នឹងទេពួកគេត្រូវតែជួយសវណ្ណនិងជួយកែវឲ្យបានស្ងប់ចិត្តដែរនៅពេលដែលពួកគាត់ចាប់ផ្ដើមធ្វើដំណើរចូលទៅក្នុងព្រៃហ្នឹងគឺបាទព្រៃហ្នឹងគឺចាប់ផ្ដើមព្យាយាមរារាំងពួកគាត់ទៀតហើយវាបានបង្កើតការយល់ច្រឡំនិងសម្លេងចម្លែកម្លែកនិងស្រមោលខ្មៅដើម្បីបំភ័យពួកគាត់ហើយពួកគាត់បានឮសម្លេងសវណ្ណស្រែកយំពីគ្រប់ទិសទីហាក់ដូចជាគាត់កំពុងរងទុក្ខហើយលីមានអារម្មណ៍ថាជឿចាប់នៅក្នុងចិត្តប៉ុន្តែនាងបានព្យាយាមរក្សាភាពរឹងមាំនឹងចនបានប្រើជំនាញរបស់គាត់នៅក្នុងការរុករកផ្លូវដើម្បីដឹកនាំពួកគេឆ្លងកាត់ព្រៃនឹងឯងលីណាបានប្រើចំណេះដឹងរបស់គាត់នឹងដើម្បីរកប្រភេទរុក្ខជាតិដើម្បីរកផ្លូវហើយពួកគេបានដើរឆ្លងកាត់គុម្ពព្រៃក្រាស់ៗដើមឈើធំៗនិងវាលភក់ពួកគេបានជួបប្រទះនឹងសត្វព្រៃចម្លែកនិងសត្វល្អិតដ៏ធំនៅពេលដែលពួកគាត់កាន់តែខិតជិតទៅកាន់ទីសក្ការៈបូជាព្រៃហ្នឹងគឺកាន់តែមានអំណាចវាបានបង្កើតរូបភាពបំផន់ភ្នែកជាច្រើនហើយពួកគេបានរកឃើញរូបភាពបងប្រុសរបស់លីកំពុងឈរនៅមុខរបស់ពួកគេនៅពេលដែលហៅឈ្មោះរបស់នាងអាលីបានព្យាយាមរត់ទៅរកគាត់ប៉ុន្តែចនបានចាប់នាងជាប់ព្រោះអីវាសុទ្ធសឹងតែជារូបបំផន់របស់ព្រាយនឹងទាំងអស់ហើយពួកគេបានធ្វើដំណើរទៅមុខទៀតដើម្បីទៅជួយសវណ្ណហើយសម្លេងចម្លែកដែរកាន់តែមានច្រើនត្រូវប៉ុន្តែពួកគេគឺព្យាយាមទប់អារម្មណ៍តាំងស្មារតីដើម្បីកុំឲ្យចាញ់បោកនឹងការបំផន់ភ្នែករបស់ព្រៃនឹងឯងប៉ុន្តែពួកគេមិនបានបោះបង់ចោលនោះទេពួកគេបានបដិញ្ញាចិត្តក្នុងការជួយសវណ្ណនិងជួយកែវផងដែរបន្ទាប់ពីធ្វើដំណើរដ៏លំបាកពួកគេក៏បានទៅដល់ទីសក្ការៈបូជាចាស់មួយដែលលាក់ខ្លួននៅក្នុងព្រៃជ្រៅហ្នឹងវាគឺជាកន្លែងងងឹតនិងគួរឲ្យខ្លាចបំផុតទីសក្ការៈបូជានោះគឺ
ត្រូវបានសាងសង់ឡើងពីថ្មចាស់ៗដែលគ្របដណ្ដប់ដោយវល្លិនិងចំកណ្ដាលទីសក្ការៈបូជាមានអាសនៈមួយដែលពោរពេញទៅដោយឆ្អឹងសត្វនិងវត្ថុបុរាណចម្លែកនៅពេលដែលពួកគេចូលទៅកាន់ទីសក្ការៈបូជាហ្នឹងព្រាយកែវដែលបានលេចមុខឲ្យឃើញច្បាស់នាងមានរូបរាងគួរឲ្យខ្លាចនៅពេលដែលពួកគេចូលទៅទីសក្ការៈបូជាហ្នឹងព្រាយកែវដែលបានលេចមុខឲ្យឃើញច្បាស់នាងមានរូបរាងគួរឲ្យខ្លាចជាមួយនឹងភ្នែកក្រហមឆ្អៅហើយសក់វែងរញ៉េរញ៉ៃនិងសម្លៀកបំពាក់ចាស់រហែកនាងបានបញ្ចេញសំឡេងស្រែកយំដ៏ព្រឺក្បាលដែលធ្វើឲ្យរូបរាងកាយរបស់ពួកគេនឹងញ័រទៅត្រូវតែម្ដងពួកគាត់បានចាប់ផ្ដើមស្វែងរកនៅជុំវិញទីសក្ការៈបូជាព្រាយកែវបានព្យាយាមរារាំងពួកគេនាងបានបង្កើតខ្យល់ព្យុះសំឡេងចម្លែកនិងស្រមោលខ្មៅដើម្បីបំភ័យពួកគេប៉ុន្តែពួកគាត់មិនអាចបោះបង់ចោលនោះទេចនបានរកនឹកឃើញប្រអប់ឈើចាស់មួយដែលលាក់នៅក្នុងក្រោមអាសនៈគាត់បានបើកប្រអប់នោះហើយបានរកឃើញកូនក្រមុំឈើមួយកូនក្រមុំឈើនោះឯងនៅតែមានរូបរាងស្អាតរូបរាងនៅល្អទោះបីជាវាបានស្ថិតនៅក្នុងព្រៃអស់ជាច្រើនទសវត្សរ៍ក៏ដោយអាលីបានយកកូនក្រមុំឈើនោះហើយបានដាក់វានៅក្នុងអាសនៈនាងបាននិយាយថាកែវនេះគឺជាកូនក្រមុំរបស់អូនយើងបានរកឃើញវាហើយព្រាមនោះពន្លឺពណ៌សមួយបានលេចឡើងនៅជុំវិញកែវរូបរាងរបស់នាងបានចាប់ផ្ដើមប្រែទៅជាស្រស់ស្អាតវិញហើយភ្នែករបស់នាងនឹងលែងក្រហមទៀតហើយតែមានភាពស្រស់ស្រទន់ហើយនាងបានញញឹមយ៉ាងស្រទន់ទៅកាន់អាលីហើយដូចជាអរគុណនាងបន្ទាប់មករូបរបស់នាងបានរលត់បាត់ទៅក្នុងពន្លឺសទុកចោលត្រឹមតែភាពស្ងប់ស្ងាត់និងក្លិនផ្កាម្លិះក្រអូបតែប៉ុណ្ណោះនៅពេលដែលព្រៃកែវបានស្ងប់ចិត្តទៅសុវណ្ណបានលេចមុខឡើងវិញគាត់មានសភាពស្លេកស្លាំងខ្លាំងមែនទែននិងភ័យខ្លាចប៉ុន្តែគាត់នៅរស់ទេគាត់រត់ទៅរកបុត្រភក្តិរបស់គាត់ហើយបានអោបពួកគាត់យ៉ាងណែនពួកគេបានដឹងថាពួកគេបានជួយសុវណ្ណនិងជួយកែវឲ្យស្ងប់ចិត្តបានហើយហើយពួកគាត់ទាំង4នាក់បានសម្រេចចិត្តចេញពីព្រៃដោយសុវត្ថិភាពគឺចេញពីព្រៃហ្នឹងហើយពួកគាត់បានមានអារម្មណ៍ធូរស្រាលប៉ុន្តែក៏មានការភ័យខ្លាចនៅជាប់នៅក្នុងចិត្តដែរពួកគាត់បានរៀនពួកគាត់បានទទួលមេរៀនដ៏មានតម្លៃពីការគ្រប់ធម្មជាតិនិងគ្រប់វិញ្ញាណក្ខន្ធពួកគាត់បានដឹងថាមិនមែនខ្មោចទាំងអស់សុទ្ធតែអាក្រក់ទេពេលខ្លះពួកគេគ្រាន់តែត្រូវការជំនួយដើម្បីស្វែងរកការពិតតែប៉ុណ្្នឹងឯងពួកគាត់បានត្រឡប់ទៅដល់ផ្ទះវិញហើយបានផ្សព្វផ្សាយរឿងរ៉ាវរបស់ពួកគេពួកគាត់បានប្រាប់ពិភពលោកអំពីអាថ៌កំបាំងនៃព្រៃនេះនិងអំពីវិញ្ញាណរបស់កែវពួកគេបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការគោរពវិញ្ញាណក្ខន្ធនិងការជួយអ្នកដទៃរឿងរ៉ាវរបស់គេត្រូវបានក្លាយទៅជារឿងព្រេងនិទានថ្មីមួយដែលគេត្រូវបាននិយាយតៗគ្នាអ្វីដែលពិសេសនោះគឺអាលីបានរកឃើញបងប្រុសរបស់នាងវិញគាត់ត្រូវបានគេរកឃើញនៅក្នុងមន្ទីរពេទ្យមួយដោយសារតែគាត់បានបាត់បង់ស្មារតីនៅក្នុងព្រៃនឹងឯងគាត់បានជាសះស្បើយហើយបានត្រឡប់ទៅផ្ទះវិញគាត់បានមេរៀនដ៏មានតម្លៃអំពីគ្រោះថ្នាក់នៃការរុករកព្រៃដោយគ្មានការប្រុងប្រយ័ត្ន